នេះក៏ជាការសម្រាយរឿងដៅអមតៈជាងធានដែលជាអេពីសូតទី16សៃរឿងរបស់យើងត្រូវបានចាប់ផ្ដើមចេះបិសាចចរជីម្នាក់នេះនាងក៏ចាប់ផ្ដើមបញ្ជានៅបិសាចនៅក្នុងសម្ព័ន្ធមេឃាស្ដាប់តាមបញ្ជារបស់នាងឆាប់បំផ្លាញនៅប៉មត្រាឃុំខាំងបិសាចភ្លាមតែខណៈដែលនាងបានធ្វើការគប់នៅវេម្យ៉ាងបំផ្លាញរបាំងការពារទីនេះនៅពេលរវងបិសាចនាំគ្នាសរុបចូលទៅនេះពេលនោះផងដែរឆាងឈៀងក៏បានចេញមកតតាំងនៅក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងពួកវានៅកំឡុងពេលដែលវាយប្រហារទៅកាន់វាចុះឡើងនេះពេលនោះផងដែរក្រុមរបស់ជីងធានហាក់ដូចជាបានមកជួយគាត់ផងដែរនៅខណៈដែលពួកគេកំពុងតែចាប់ការទៅកាន់បិសាចនឹងផងដែរឆាងឈីងក៏ចាប់អារម្មណ៍ដើរបង្ក្រាបបិសាចក្នុងដៃរបស់ជីងធានគេក៏ប្រាប់ថាដាវនេះគេអាចយកចេញពីក្នុងប៉មក្រោយពីការសម្លាប់អន្តរិយបិសាចគាត់ក៏សរសើរថាពិតជាអស្ចារ្យខ្លាំងមែនទែននៅពេលនេះប្រាប់ទៅកាន់ជីងធានឲ្យទៅកាន់វិមានវូជីព្រមជាមួយនឹងការយកដាវមួយនេះយកទៅជួយមេប៉ានៅក្នុងការសម្លាប់នៅដាវអមតៈបិសាចហើយចំណាយបញ្ហានៃទីនេះទៅឲ្យគាត់ព្រមជាមួយជីសនជាអ្នកដោះស្រាយជាបន្តយើងកាត់ទៅមើលមេប៉ាជាងវ័យដាវអមតៈអាក្រក់គេក៏អស់សំណោចចំអកទៅកាន់គាត់នឹងក៏សួរថាសំអាងទៅលើសមាជិក3នាក់ការពារទៅលើការបង្កើតធាតុតាម5តាមខ្លាយថាប៉មនឹងត្រូវដោយរលំទេមែនទេខណៈដែលគាត់បាននិយាយអំពីគេថាខានជួបគ្នាយូរហើយអំណាចបិសាចរបស់គេបច្ចុប្បន្នកើនឡើងគេបានតបថាអ្វីគ្រប់យ៉ាងគួរទៅអរគុណទៅកាន់គាត់ហើយគាត់ក៏មាននៅការសោកស្ដាយផងដែរមិនគួរណាពួកគាត់ទាំង5នាក់មានការទះសានៅក្នុងការខ្លាចជាអមតៈភាពក៏ប្រើប្រាស់ជាមួយនឹងអក្ខរាវិរុទ្ធនៅក្នុងការបញ្ជាបំបែកនៅកំណត់អាក្រក់របស់ពួកគាត់ទាំង5ចេញចាបញ្ចូលទៅក្នុងដាវក៏បង្កើតបានជាវិញ្ញាណតាចាស់ម្នាក់នឹងឯងហើយមកទល់ពេលនេះវាគួរដល់ពេលនៅក្នុងការជំរះបញ្ជីហើយក៏ចាប់ផ្ដើមដំណើរការនៅការបង្កើតតម្លាក់នៅចំហាយដាវនៃពេលនោះតាចាស់នឹងក៏បានបញ្ចេញនៅក្បាលខ្មោចទប់ទល់ជាមួយនឹងចំហាយដាវមួយនោះខណៈដែលអ្នកទាំងពីរបានធ្វើដំណើរមកដល់ទីនេះឈឺវ័យគាត់ក៏អាចធ្វើការបំផ្លាញនៅចំហាយក្បាលខ្មោចរបស់តាចាស់នឹងក្រោយពេលនោះហើយតាចាស់នឹងក៏រត់សម្ដៅទៅកាន់ពណ៌បង្ក្រាំបិសាចហេតុនេះមេប៉ាឈីងវ័យគាត់ក៏ប្រញាប់ប្រញាល់នៅក្នុងការដេញតាមមិនដឹងថានេះគឺជាល្បិចនោះទេខណៈនោះគាត់ហាក់ដូចជាបានថាត់ចូលទៅក្នុងចំហាយអាប់របស់គេហេតុនេះបណ្ដាលឲ្យគេអាចធ្វើការចូលទៅក្នុងរាងកាយរបស់គាត់ដែលងាយស្រួលក្រោយពីអាចគ្រប់គ្រងរាងកាយរបស់គាត់បានទាំងស្រុងហើយគេពេញសប្បាយចិត្តមែនទែនជាមួយនឹងការនិយាយថាតើកញ្ចាស់លោកចាស់ហើយនៅភ្លើទៀតនៅពេលនេះរាងកាយអមតៈពាក់កណ្ដាលរបស់លោកខ្លាំងជារបស់ខ្ញុំហើយក្រោយពីដូច្នោះហើយគាត់ក៏បន្តស្ទុះមកវាយប្រហារជាងធាននៃពេលនោះគេក៏បានបញ្ចេញដើមបិសាចនៅក្នុងការចាំបន្ទប់ទល់ប៉ុន្តែក៏បានដឹកឃើញបណ្ដាំរបស់អន្តរីបិសាចដែលគេបានធ្វើការប្រើប្រាស់លិខិតរបស់គេដាក់ផ្ដាសាទៅកាន់ជាងធានมันអាចប្រើប្រាស់ដើមនេះសម្រាប់អរិយបានឡើយមិនដូច្នោះទេព្រលឹងរបស់គេប្រកាសជាត្រូវបានបំផ្លាញកន្លែងទៅក៏សិនចឹងក៏ត្រូវបានគាត់វាយមួយដៃផាច់ខណៈដែលដាវត្រូវបានលបត់ពីដៃគេបានគិតថាតើវាពិតជាដូច្នោះមែនណោះដែលពេលនោះតាចាស់នឹងក៏បន្តស្ទុះមកស៊ីជិនរៀងក៏ប្រើប្រាស់វ៉ាចង់រត់ទៅកាន់តាចាស់នឹងប៉ុន្តែគ្មានប្រយោជន៍នោះទេហើយតាចាស់នឹងក៏បន្តចាប់កាន់ដាវបង្ក្រាបបិសាចនឹងក៏និយាយថាអត្រីបិសាចបច្ចុប្បន្នធ្វើគាត់ពេញចិត្តមែនទែនជាមួយបណ្ដាសានៅក្នុងដាវនេះវាស័ក្តិសមជាមួយនឹងគាត់ខណៈដែលតាចាស់នឹងហៀបនៅក្នុងការលើកដាវប្រហារអ្នកទាំងពីរទៅហើយស្រាប់តែនៅពេលនោះរាងកាយរបស់ឈីងវៃហាក់ដូចជាមានប្រតិកម្មមានត្រាមួយនៅខាងក្រោយចាប់ផ្ដើមផុសឡើងដោយការបញ្ចេញសម្ពាធដាក់ទៅកាន់គេបណ្ដាលឲ្យគេស្រ័យយ៉ាងខ្លាំងជាបន្តយើងកាត់ទៅមួយឆាងឈីងព្រមជាមួយជីសុនពីពេលនេះបន្តចាប់ការទៅកាន់បិសាចចុះឡើងនៅគណៈពេលនោះផងដែរហាក់ដូចជាបានឃើញថាមានអ្នកកូនសិស្សមកយ៉ាងច្រើនមកជួយពួកគាត់ហេតុនេះគាត់ក៏បានសួរទៅកាន់សាវអ៊ីហើយរវាបានជាមិនได้យាមសាវយីបានការបដាតបដាថាលោកគ្រូបានឲ្យពួកគេមកកាន់ទីនេះការពារនៅប៉មនៃពេលនេះជាពេលបិសាចម្នាក់នឹងពេជ្រខាងសមាមែនតែនចោតប្រកាន់ថាពួកគេធ្វើពុជការពារទុនខ្សោយប៉ុន្តែដាក់អន្ទាក់ដោយសម្ងាត់សាវយីប្រាប់ផងដែរថានៅក្នុងសមរភូមិតែងតែយុទ្ធធម៌ជានិច្ចហេតុនេះហើយហូយ៉ាវនាងគួរតែចោះចាញ់ទេនៅគណៈពេលនោះផងដែរមានអត្រាថៃជាចាប់ផ្ដើមផុសឡើងហើយនេះឆាងឈៀងក៏ប្រាប់ទៅកាន់ជីសនឲ្យទៅជាមួយនឹងគាត់អ្នកទាំងពីរក៏ចាក់ចេញទៅដោយបន្តមកយ៉ាងកលេសទៅមើលវិមានវូជីបិសាចបានសួរទៅកាន់គាត់ថាតើគាត់ចង់ប្រើប្រាស់រាងកាយខ្លួនឯងជានុយមែនទេគាត់ក៏និយាយថាដើម្បីអាចបិទបាំងបិសាចបានគាត់មិនខ្លាចនៅក្នុងការលះបង់ជីវិតរបស់ខ្លួនឯងនោះទេដែលគាត់ចាប់ផ្ដើមបញ្ជាដើមបង្ក្រាបបិសាចនៅក្នុងការសម្លាប់ខ្លួនឯងខណៈដែលអ្នកទាំងពីរនោះក៏បានមកដល់ល្មមទោះយ៉ាងណាក៏ដោយគាត់ក៏បានធ្វើការបញ្ជាដើមចាក់ទម្លុះរាងកាយរបស់គាត់ទៅហើយគាត់ក៏បានប្រាប់ទៅកាន់ឆាងឈីងផងដែរថានេះពេលនេះនិកាយភ្នំស៊ូគឺស្ថិតនៅក្នុងដៃរបស់គេហើយអ្នកទាំងពីរក៏ប្រញាប់ទៅជួយទប់រាងកាយរបស់គាត់នៃពេលនោះបិសាចចាស់នៅតែអាចចេញមកខាងខែវដោយសារតែមុននេះហាក់ដូចជាអស់កម្លាំងក៏បន្តនៅក្នុងការស្រូបនៅចំហាយចេញពីសាកសពរបស់បិសាចនៅក្បែរនេះនឹងក៏និយាយផងដែរថាកន្លងមកនេះគាត់បានរួចចាកចេញអំពីស្មារតីរបស់ព្រះរាជាទាំង5នៃនិកាយភ្នំស៊ូនឹងក៏បន្តរស់នៅដោយការស្រូបនៅចំហាយកំណត់អាក្រក់ចេញពីសត្វលោកទាំងឡាយឲ្យតែមានចំហាយនៃអំពើក្រក់នៅក្នុងលោកនេះគ្មាននរណាម្នាក់អាចធ្វើការកម្ចាត់តាចាស់នឹងបានឡើយឈីងវៃគាត់ក៏បន្តកិននិយាយថាចំហាយនៃកំណត់អាក្រក់មែនទេរួយក៏បានសួរថាតើហើយយ៉ាងត្រូវបានឯសម្លាប់ហើយមែនទេនេះពេលនោះតាចាស់នឹងក៏បានប្រាប់ទៅកាន់ឈីងវៃនៅគណៈពេលនោះហើយយ៉ាងបានរកតាចាស់ម្នាក់នឹងនៅកំឡុងពេលតាចាស់ម្នាក់នឹងបានធ្វើការស្រុំនៅចំហាយអាក្រក់ចេញពីសាកសពនេះពេលនោះគាត់បានធ្វើការដំណើរការនៅគម្ពីរយ៉ាបិសាច
ក្រៅពីបានដំណើរការគម្ពីរនឹងក៏បានធ្វើការស្រូបនៅសាកសពទាំងអស់ហើយអណ្ដែតឡើងទៅលើខណៈដែលគាត់បន្តបញ្ចេញនៅចំហាយដាវវាយប្រហារទៅកាន់តាចាស់ហ្នឹងហើយនេះបិសាចចាស់ហ្នឹងក៏បានទប់ទល់នឹងការវាយប្រហារមួយនោះរួចក៏បានប្រើប្រាស់នៅវិធីសាស្ត្រពលីងទៅខាងក្រោយគាត់រួចក៏បន្តចាក់ទម្លុះរាងកាយរបស់ហេយ៉ាងក្រោយពីបានដឹងបែបហ្នឹងហើយជាងវេគាត់ពិតជាមានការសោកស្ដាយទៅនឹងទង្វើរបស់គាត់ខ្លាំងមែនទែនខណៈដែលបិសាចចំណាស់បន្តនៅក្នុងការបញ្ចេញនៅចំហាយក្បាលខ្មោចវាយប្រហារទម្លាក់មកឃើញបែបនេះជាងវ័យក៏ចាប់ផ្ដើមបញ្ចេញនូវកម្លាំងដើម្បីឲ្យពួកគេថយចេញនៃពន្លឺចំហាយក្បាលខ្មោចក៏ទម្លាក់ចំគាត់បង្កើតជាការបន្ទោសាយhơiជប់ខណៈដែលវាជានៅចំហាយសាយភីនៅពេលនោះផងដែរបិសាចចាស់ក៏ចង់សម្ដៅទៅកាន់ដាវបង្ក្រាបបិសាចឃើញបែបនេះជាងធានក៏ស្ទុះចូលទៅនៅក្នុងការចាប់វាប៉ុន្តែក៏ត្រូវបានបិសាចចាស់ប្រើប្រាស់នូវកម្លាំងវាយទៅកាន់គេប៉ោងជាហេតុធ្វើគេមិនរបួសទេនៅខណៈពេលនោះតាចាស់នឹងក៏បន្តចាប់កាន់ដាវរួចឲ្យបានធ្វើការបញ្ជាវានៅក្នុងការបដិសង្ខាររបស់ជាងធានប៉ុន្តែស្រាប់តែសៀជានាងក៏យករាងកាយរបស់នាងមកពាំងជំនួសជាហេតុធ្វើឲ្យដាវត្រូវបានចាក់ទម្លុះរាងកាយរបស់នាងក្រោយពីឃើញបែបនេះជាងធានពិតជាមានការស្លុតចិត្តខ្លាំងមែនទែនស្ទុះមកបីតកង់រាងកាយរបស់នាងខណៈដែលបិសាចចាស់បន្តដាក់មេប្រូចឆាងជាងក៏ស្រ័យថាបិសាចចាស់ចង់រតនាចំណែកជាងធាននៅពេលនេះមានអារម្មណ៍ថាសោកសៅខ្លាំងមែនទែនបន្តសួរថាហេតុអីបានជានាងធ្វើបែបនេះនាងក៏និយាយតាមរបបថានៅទីបញ្ចប់មានតែនាងដែលបានការពារជីវិតរបស់គេในពេលនោះគេក៏បន្តថាគេបានសន្យាជាមួយនាងហើយថាគេនឹងខ្លាចជាអ្នកការពារជីវិតរបស់នាងប៉ុន្តែនៅពេលគេបានប្រាជ័យហេតុនេះគេពិតជាខឹងនឹងខ្លួនឯងមែនទែននាងក៏បន្តថាមិនដូច្នោះទេព្រោះតែគេក៏ចាត់ទុកថាគេជាមនុស្សសំខាន់សម្រាប់នាងក្រៅពីជាតារបស់នាងមានតែគេតែប៉ុណ្ណោះទេហេតុដូច្នេះនាងត្រូវការពារជីវិតរបស់គេចឹងហើយនិយាយតែប៉ុណ្្នឹងហើយនាងក៏អស់ខ្យល់ទៅដោយបន្តមកយ៉ាងកាត់ទៅមួយសៀវខួយទី2នៃពេលនេះហាក់ដូចជាបានឃើញថាមានបិសាចទលូនទូនបានសំវរទៅកាន់នាងឲ្យទុកជីវិតផងនាងក៏បន្តសួរទៅកាន់ពួកគេថាទីនេះគឺជាទីណាទៅពួកគេបានប្រាប់ថានៅទីនេះគឺជាហ្វឹងទូនៃពិភពលោកក្រោមដីនឹងឯងសៀវខួយឆ្ងល់មែនទែនហេតុអីបានជានាងមកកាន់ទីនេះในពេលនោះនាងក៏ចាប់អារម្មណ៍ហាក់ដូចជាបានឃើញនៅវិញ្ញាណរបស់សៀជាហេតុនេះហើយនាងក៏ប្រញាប់ស្ទុះចូលទៅប៉ុន្តែស្រាប់តែតាណាបាត់ដូច្នេះនាងក៏គិតថាប្រហែលជានាងច្រឡំហើយប៉ុន្តែក៏សពទៅវាមិនគួរសោះហេតុនេះហើយនាងក៏ចង់ត្រឡប់ទៅកាន់នៃកាយសួរដើម្បីធ្វើការបញ្ជាក់យើងកាត់ទៅមើលសៀជាត្រូវបានគេដាក់ចូលទៅក្នុងកណ្ដាលមឈូសជាងធានព្រមជាមួយហោយើងអ្នកទាំងពីរពិចារណាទុកយ៉ាងខ្លាំងហើយជាងធានគេក៏បានគិតផងដែរថាដោយសារតែសៀជានាងបានទៅហើយគ្មាននរណាម្នាក់យល់អំពីភាសារបស់ហោយើងទេដូច្នេះគេក៏ចាប់ផ្ដើមបន្ទោសលើខ្លួនឯងបើគេមានសមត្ថភាពជាងនេះប្រហែលជាគ្មានបញ្ហាអ្វីកើតឡើងនោះទេលបងឆាងជិងប្រាប់ទៅកាន់គេគួរតែសម្រាប់ខ្លះទេគេបានតបថាអត់ចង់ព្រោះតែសៀជារបស់គេនៅទីនេះហេតុនេះគេមិនទៅណាទេគេចង់នៅទីនេះតែពីអ្នកនាងនៅគណៈពេលនោះស្រាប់តែឆុងលូក៏បានធ្វើការបង្ហាញខ្លួនឆុងលូបាននិយាយថាជំនួសឲ្យការរឹងមាំហេតុអីទេបានជាឯងបោកបង់ខ្លួនឯងទៅលើបញ្ហាតូចតាចគេបានស្អីថានាងគឺជាមនុស្សជាទីស្រឡាញ់របស់គេនេះពីនេះនាងបានចាក់ចេញទៅហើយលោកនៅតែគិតថាគេជាបញ្ហាតូចតាចទៀតមែនទេក៏នៅតែបន្តថាមើលសភាពរបស់ឯងនេះពីនេះទេមិនស័ក្តិសមជាអ្នកស្នងតំណែងមេតបវៃផឹងអីបន្តិចគេក៏តបថាខ្ញុំមិនជាអ្នកស្នងតំណែងមេតបវៃផឹងអ្វីនោះទេគ្រាន់តែជាក្មេងដែលមកពីហាងយ៉ងអានតែប៉ុណ្ណោះជីវិតរមីស្លាប់គ្មានអ្វីសំខាន់នោះទេដូចជាលោកនិយាយមែនមនុស្សមិនគួរដឹងរឿងពិភពលោកនោះទេដោយសារតែការចង់សង្គ្រោះពិភពលោកនេះហើយទៅបានជាស៊ីជាខ្លាចជាបែបនេះក៏នៅតែបន្តថានាងត្រូវបានបង្កើតឡើងដោយប្រាស៊ីយ៉ាវតែប៉ុណ្ណោះដោយការជប់ចេញអំពីផ្លែឈើដតេវភាពនៅពេលនោះគេក៏ស្ទុះចូលមកស្អីថាបិទមកទេចង់វាយប្រហារទៅកាន់ឈងលូប៉ុន្តែត្រូវបានឈងលូក៏វាទៅមកផាច់តែប៉ុណ្ណោះគេក៏ត្រូវបានប៉ាងខ្ទប់ជាមួយមឈូសទៅចំណែកឈងលូមុនពេលដែលគាត់ចាក់ចេញគាត់ក៏បោះសម្ដីថារាងកាយដែលបានបង្កើតឡើងចេញពីផ្លែឈើដើមទេវភាពវាគឺមានភាពអមតៈមិនអាចធ្វើការបំផ្លាញបាននោះទេហើយដូច្នេះកុំឲ្យគេល្ងងពេកជាងធានមិនដឹងថាគាត់ចង់និយាយពីអ្វីនោះទេនៅគណៈពេលនោះសៀខួយនាងក៏បានមកកាន់ទីនេះជាងធានពិតជាសប្បាយចិត្តមែនទែននឹងក៏សួរថាតើនាងទៅមកពីណាទេនាងក៏ប្រាប់ថានាងទៅមកពីហ្វឹងទូនៅពិភពក្រោមដីហើយនាងក៏ប្រាប់បន្ថែមទៀតថានាងក៏ឃើញនៅវិញ្ញាណរបស់កញ្ញាស៊ីជានៅទីនោះផងដែរជាងធានបន្តពលិចឹងគេក៏ភ្ញាក់ផ្អើលហើយក៏គិតអំពីសម្ដីរបស់ចុងលូហើយនេះគេក៏យល់ឲ្យថាមើលទៅស៊ីជាប្រហែលជាមានឱកាសនៅក្នុងការរស់ឡើងវិញហើយក៏ប្រាប់ទៅកាន់ហោយីងឲ្យមើលថែស៊ីជាបានល្អខណៈដែលគេក៏បានចាក់ចែងទៅជាមួយសៀខួយសម្ដៅទៅកាន់ពងទូដើម្បីរកនៅពលឹងរបស់សៀជាទៅបីជាវាជាឱកាសមួយក៏ដោយជាបន្តយើងក៏លេចទៅមើលមេបកជាងវ័យព្រឹត្តិការណ៍កំពុងតែព្យាបាលហើយព្រឹត្តិការណ៍ក៏និយាយតាក់ទិនទៅនឹងដើមអមតៈអាក្រក់វាបានកាត់ចែកអំពីគំនិតអាក្រក់របស់ព្រឹត្តិការណ៍ទាំង5ហើយគាត់គិតថាដរាបណាក៏ដោយពួកគាត់អាចធ្វើការលះបង់ខ្លួនឯងនេះពេលនោះប្រកាសជាអាចកម្ចាត់គេបានហើយប៉ុន្តែការគិតវាមិនដូចជាការពិតនោះទេព្រោះតែនៅពេលនេះវិញ្ញាណដើមអមតៈអាក្រក់ពិតជារីកចម្រើនយ៉ាងខ្លាំងជាហេតុធ្វើពួកគាត់ទាំងអស់គ្នាជួបនៅគ្រោះមហន្តរាយមួយនេះនៅពេលនោះឆាងឈៀងគាត់ក៏បន្តខ្លួនឯងថាគាត់ពិតជាល្ងងមែនទែនដែលមិនដឹងថាចាស់ទុំទាំងអស់គ្នាមានតែកម្រងមួយនេះហើយព្រះរាជានៅតែបន្តថាទៅបីជាសំណល់នៃតកូអរិយមេឃាត្រូវបានលុបចោលនៅពេលនេះ
ក៏នៃកាយរបស់គាត់ត្រូវបានចុះខ្សោយយ៉ាងខ្លាំងបីបាក់គាត់ក៏ប្រាប់បន្ថែមទៅកាន់សិស្សទាំងអស់គ្នាឲ្យស្ដាប់បញ្ជាបើសិនជាពំឃុំឃាំងបិសាចត្រូវបានដួលរលំបិសាចនៅខាងក្នុងវាប្រកាសជាមានសេរីភាពហើយនៅពេលនោះពិភពរបស់មនុស្សនឹងត្រូវបានបំផ្លាញហើយនេះហើយអត្ថភាពចម្បងរបស់ពួកគេនៅពេលនេះមានតែការខ្នះខ្នែងអស់ពីសមត្ថភាពនៅក្នុងការស្វែងរកនូវគុណវិញ្ញាណយកមកជួសជុលត្រាដែលបានខូចខាតបន្តពីនោះក៏រកវិធីសាស្ត្រនៅក្នុងការកម្ចាត់នៅដាវអមតៈបិសាចហើយក៏យកដាវបង្ក្រាបបិសាចត្រឡប់មកវិញបន្ថែមពីនេះមិនត្រឹមឲ្យកំណត់សងសែកធ្វើឲ្យផែនការទៅជាច្បុកច្បល់ឡើយហើយគាត់ក៏បន្តប្រាប់ទៅកាន់ប្រជាឆាងគូឲ្យគាត់នាំកូនសិស្សទាំងអស់គ្នាដោះស្រាយភារកិច្ចបង្ក្រាបបិសាចទៅចំណែកឆាងឈីងនៅទីនេះនិយាយជាមួយនឹងគាត់ក៏ប្រាប់ថានៅក្នុងចំណោមកូនសិស្សទាំងអស់គ្នាមានតែឆាងឈីងតែប៉ុណ្ណោះទេដែលជាអនាគតរបស់និកាយភ្នំស៊ូសម្រាប់សត្វលោកទាំងអស់នៅក្រោមមេគាត់ក៏មានតែធ្វើបែបនេះតែប៉ុណ្ណោះប្រាប់ទៅកាន់គេអត់ទៅឲ្យគាត់ផងក្រោយពីបែបនេះគេក៏ហាក់ដូចជាភ្ញាក់ផ្អើលនិងសួរថាគាត់ចង់ធ្វើអ្វីគាត់ក៏ប្រាប់ថាគាត់ចង់ធ្វើការផ្ទេរយុទ្ធសាស្ត្ររបស់គាត់ទៅឲ្យគេហើយចាប់ពីពេលនេះតទៅគេក៏ជាមេបកចំនួនទី23របស់និកាយភ្នំស៊ូបន្តពីគាត់គេក៏ព្យាយាមស្អីហាមឃាត់ទៅកាន់លោកគ្រូប៉ុន្តែគាត់មិនស្ដាប់ឡើយអញ្ចឹងក្រោយពីគាត់បានធ្វើការដំណើរការនៅវិធីសាស្ត្រផ្ទេរយុទ្ធសាស្ត្រទៅឲ្យឆាងឈៀងហៃ82ម៉ោងក្រោយមកយើងឃើញថាស៊ូឆាងឈៀងនៅពេលនេះគាត់បានខ្លាចជាមេបកពេញសិទ្ធហើយពួកគេទាំងអស់គ្នាពេលនេះជាព្រឹទ្ធាចារ្យព្រមជាមួយនឹងកូនសិស្សក៏ចាប់ផ្ដើមបង្ហាញនូវការគោរពស្វាគមន៍នៅមេបកថ្មីជីសននៅក្បែរនឹងក្រោយពេលឃើញបែបហ្នឹងនាងក៏ចាក់ចេញទៅឆាងឈៀងឃើញអញ្ចឹងក៏ចង់ទៅតាមនាងប៉ុន្តែឆាងគូគាត់ក៏បពាំងមុខធ្វើការហុចនៅគុយទៅឲ្យឆាងឈៀងក្រោយពីទទួលហើយគេក៏បន្តមើលទៅខាងមុខឃើញថាជីសនទៅបាត់ហើយជាបន្តគាត់ក៏មកជួបជាមួយជីងធានប្រាប់ទៅកាន់គេថាក្រោយពីលោកគ្រូបានលាចាកលោកទៅគាត់ក៏ប្រកូននៃកាយទៅឲ្យគេបន្តវេនជីងធានបានសួរថាបន្តពីគាត់ខ្លាចជាមេបកចាំងចោចែជីសនទុកនៅណាទៅឆាងឈៀងប្រាប់ថានាងចាក់ចែងទៅហើយថែមទាំងទុកសម្បត្តិមួយឲ្យដោយការបញ្ជាក់ខ្លឹមសារថាអត្តភាពនៅតែមាននៅក្នុងការបំផ្លាញដាវអមតៈអាក្រក់ដូច្នេះនាងក៏ចុះទៅលើភ្នំដើម្បីទៅស៊ើបដំណឹងនាងក៏ដឹងផងដែរថាឆាងឈៀងគ្មានហេតុផលណាបញ្ឈប់នាងនោះទេហើយក៏គ្មានផ្លូវដែលរួមដំណើរជាមួយនាងផងដែរក្រោយពីស្ដាប់ហើយជីងធានក៏ប្រាប់អំពីដំណឹងរបស់សេជៀនថាព្រលឹងរបស់នាងនៅហ្វុងទូឯណោះហើយដូច្នេះគេចង់ទៅកាន់ទីនោះដើម្បីនាំព្រលឹងរបស់នាងមកវិញគាត់ប្រាប់ថាមិនអីទេចាំគាត់ឲ្យសូវអ៊ីជួយមើលថែរាងកាយរបស់នាងឲ្យហើយជីងធានក៏បានផ្ដល់នូវពាក្យមួយឃ្លាទៅឲ្យគាត់ត្រូវតែស្រឡាញ់មនុស្សជុំវិញខ្លួនបើសិនជាគាត់ជួបនៅជីសនម្ដងទៀតក៏ត្រូវតែហាមឃាត់នាងកុំឲ្យចាកចេញទៅណាយសោះជាបន្តយ៉ាងកាត់ទៅមួយជាសនខណៈដែលកំពុងតែដើរចល័ងមានរណាម្នាក់ហោះស្វែងចល័ងនាងក៏ហៅថាជាយាននៃពនុបរោះមេធំក៏បានធ្វើការបង្ហាញនៅរបស់ដែលនាងចង់បានក្រោយពីទទួលឲ្យនាងក៏អរគុណហើយក៏សួរថាតើឯងមិនអីទេមែនទេគេបានប្រាប់ថាពួកយើងមិនអីទេកុំចាំបាច់បារម្ភពីពួកយើងអីហើយនៅពេលថ្មីគេក៏បានលើកសរដំណឹងអំពីដាវអមតៈបិសាចផងដែរនៅពេលថ្មីគេបាននាំមនុស្សមួយចំនួនទៅកាន់ហ្វឹងទូនាងក៏ឆ្ងល់តើគេចង់ធ្វើអ្វីទេជាយានបានប្រាប់បន្ថែមថាមួយរយៈមុនគេបានធ្វើការនាំមនុស្សទៅកាន់ទីតាំងភ្នំបារាំងដើម្បីធ្វើការជីកកកាយហើយក៏បានរកឃើញអំពីសិភៅណែនាំនៅក្នុងការធ្វើដាវហេតុនេះបើតាមការស្មានមូលហេតុដែលគេទៅកាន់ហ្វឹងទូប្រហែលជាចង់រៀបចំនៅក្នុងការបង្កើតដាវក្រោយពីលិចនាងក៏បានកិត្តសម័យដាវអមតៈអាក្រក់កាលពីលើកមុនគេចង់ព្យាយាមនៅក្នុងការគ្រប់គ្រងទៅលើដាវរបស់ជីងធានប៉ុន្តែគេក៏បានប្រាជ័យហើយនៅពេលនេះគេក៏ទទួលបានដាវបង្ក្រាបបិសាចប៉ុន្តែគេនៅតែចង់បង្កើតដាវមួយទៀតវាហាក់ដូចជាទៅបើជាដាវបង្ក្រាបបិសាចត្រូវបានខូចខាតក៏ដោយក៏គេនៅតែមិនអាចប្រើប្រាស់វាបានដែរមកទល់ពេលនេះតើវាអាចថាគេចង់ធ្វើការកែច្នៃដាវឡើងវិញនៅពេលជាមួយគ្នាអេពីសូតរបស់យើងក៏ត្រូវបានកាត់ស្លេះទៅកន្លែងនឹងឯងកុំភ្លេចជួយ like comment share វីដេអូម្នាក់មួយអធិស្ឋានបើមានអ្នកការខុសឆ្គងពីសំណាក់ពេលនេះ admin មេប៉ាក់លុយ9ក៏សូមអរគុណសូមជម្រាបសួរបាយបាយ